Ba trong ban riêng xã thử tới nào? ទៅកន្លែងហាត់ប្រាណ Cho bà trong che phê xa chắn thử tới nè. មករៀននៅសាលាឈីងសៀង International School មក Cho bà ở miền Tây mà riêng nơi xã lá. អាចចុះឈ្មោះរៀនតាមអនឡាញបានតា Xã lá cứ chập đào baoពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យលោកអ្នកមានពេលច្រើនអាចរៀនថ្ងៃច័ន្ទសុក្របានហើយអ្នកដែលមិនសូវមានពេលគឺអាចរៀនសៅរ៍អាទិត្យបានសម្រាប់ការរៀនគឺយើងរៀនជាមួយនឹងគ្រូជនជាតិដើមមានចាប់ពីកម្រិត ASK 1រហូតដល់ ASK 6ហើយម៉ោងរៀនគឺអាចជ្រើសរើសបានពីម៉ោង8ព្រឹករហូតដល់ម៉ោង10យប់លោកអ្នកអាចចុះឈ្មោះរៀនតាមអនឡាញបានដោយគ្រាន់តែធ្វើការ scan QR Telegram ដែលមាននៅលើអេក្រង់នេះ 摊上这么挑剔的游客， ថិនសាំងជាមថែវធី的游客ជួបអ្នកទេសចររើសអើមបែបនេះ 真倒霉！ ចិនតោមីពិតជាសំណាងអាក្រក់មែន 光头强，你做导游才半个月， កងថោឆាងញីជក់តោយោឆៃបានកើយៈអ្នកកាប់ឈើឯងទៅតែចូលជាភ្នាក់ងារទេសចរបានកន្លះខែប៉ុណ្ណោះ 就被投诉了100多次。 ជើបី投诉了100多次ត្រូវបានភ្ញៀវត្អូញត្អែជាច្រើនរយដង 如果这个游客如果这个游客ប្រសិនបើភ្ញៀវទេសចរនេះ 你还不能让他满意， ហើយ不能让他满意的话នៅតែមិនធ្វើឲ្យគាត់ពេញចិត្តទេនោះ 的话就卷铺盖卷走人。就剪铺盖转走人ត្រៀមវិច្ចបង្វិច្ចចាក់ចេញពីទីនេះ 今天只许成功，不许失败。今天只许成功不许失败ថ្ងៃនេះមានតែភាពជោគជ័យប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតបរាជ័យមិនមែនជាជំរើសនោះទេ我说你愣着干嘛呀？我说你愣着干嘛呀ខ្ញុំនិយាយថាតើឯងឈរនៅទីនេះដើម្បីអ្វី 还不快点走！ ហើយពូខ្វាយទៀនចូលនៅមិនប្រញាប់ទៅទៀត 哎，好好好， ហៅហៅហៅល្អល្អល្អ 我一定要投诉你！我一定要投诉你ខ្ញុំនឹងត្អូញត្អែងអំពីឯង 光头强说 កងថោឆាងសួរអ្នកកាប់ឈើនិយាយថា 只要俺们帮他哄游客开心，只要俺们帮他哄游客开心ដរាបណាយើងជួយគាត់ធ្វើឲ្យភ្ញៀវទេសចរសប្បាយចិត្ត 他就保证再也不砍树了。他就保证再也不砍树了គាត់បានសន្យាថានឹងមិនកាប់ដើមឈើទៀតទេ 这是光头强给的旅行线路图，这是光头强给的旅行线路图នេះជាផែនទីផ្លូវធ្វើដំណើរដែលផ្ដល់ដោយអ្នកកាប់ឈើ 咱们商量一下。咱们商量一下ពួកយើងពិភាក្សាគ្នាបន្តិចសិនអ្នកដែលចូលមកថ្មីកុំភ្លេចជួយ follow account TikTok របស់នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូបកប្រែនៃសាច់រឿងមុនគេហើយអ្នកដែលពេញចិត្តនៅវីដេអូរបស់នាងខ្ញុំកុំភ្លេចជួយ share ចែករំលែកបន្តបច្ចុប្បន្ននេះសាលាឈីងសៀងកំពុងតែបន្តបើកវគ្គថ្មីសម្រាប់អ្នកដែលគាត់ចង់ចុះឈ្មោះចូលរៀនសម្រាប់ថ្នាក់ធំគឺអាយុចាប់ពី15ឆ្នាំឡើងទៅគឺអាចរៀនវគ្គសិក្សារបស់យើងបានចាវគ្គសិក្សារបស់យើងគឺមានចាប់ពីកម្រិត ASK 1រហូតដល់ ASK 6ហើយម៉ោងរៀនគឺអាចជ្រើសរើសបានពីម៉ោង8ព្រឹករហូតដល់ម៉ោង10យប់សម្រាប់គ្រូគឺយើងមានទាំងគ្រូចិនហើយនិងគ្រូខ្មែរផងដែរហើយអ្នកដែលមានពេលទំនេរច្រើនអាចរៀនផ្ទាល់ក៏បានហើយអ្នកដែលមិនសូវមានពេលទេអាចរៀនតាមអនឡាញក៏បានដែរសម្រាប់ម៉ោងរៀនគឺអាចជ្រើសរើសបានពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយនិងវគ្គសៅរ៍អាទិត្យក៏បានដែរអញ្ចឹងសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍ចង់ចុះឈ្មោះចូលរៀនអាចធ្វើការទំនាក់ទំនងមកតាម Telegram QR ដែលមាននៅលើអេក្រង់នេះយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀតអូខេបាយបាយអត្ថប្រយោជន៍នៃការរៀនភាសាចិននៅសាលាឈីងសៀង International School ចំណុចទី1សម្រាប់បងឬក៏អូនមានបំណងចង់រៀនត្រៀមប្រឡងទៅសិក្សាបន្តនៅប្រទេសចិន ចំណុចទី2គ្រូមានបទពិសោធន៍មានជំនាញបង្រៀនជាច្រើនឆ្នាំ ចំណុចទី3ចុះឈ្មោះឥឡូវនេះសិស្សនឹងទទួលបានម៉ោងសិក្សាហ្វ្រីបន្ថែមភ្លាមៗ ចំណុចទី4សម្រាប់ម៉ោងសិក្សាអាចបត់បិណ្ឌបាន រាល់ពេលសិស្សសុំច្បាប់ឈប់សម្រាកឬរវល់ការងារផ្ទាល់ខ្លួនសាលាមិនមានការកាត់ម៉ោងរៀនរបស់សិស្សទេ ចំណុចពិសេសមួយទៀតនៅពេលដែលអ្នកទាំងអស់គ្នាចុះឈ្មោះចូលរៀនអាចមានឱកាសទទួលបានការងារធ្វើទៀតផងចាប់អារម្មណ៍ដាក់ពាក្យឬចុះឈ្មោះចូលរៀនតាមរយៈ Telegram QR ដែលមាននៅលើអេក្រង់នេះ